ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ដើមក្រូចពោធិ៍សាត់និងផ្លែដើមនិងផ្លែក្រូចពោធិ៍សាត់មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពអាហារូបត្ថម្ភការដាំដុះនិងសេដ្ឋកិច្ច 1. អត្ថប្រយោជន៍នៃផ្លែក្រូចពោធិ៍សាត់សុខភាពនិងអាហារពង្រឹងប្រព័ន្ធការពាររាងកាយសម្បូរទៅដោយវីតាមីន C ខ្ពស់ដែលជួយពង្រឹងភាពស៊ាំការពាររាងកាយពីជំងឺផ្ដាសាយការពារកោសិកាពីការខូចខាតនិងជួយឲ្យរាងកាយបឺតស្រូបសារធាតុដែកបានល្អជួយដល់ប្រព័ន្ធរំលាយអាហារមានជាតិសរសៃ Fiber ច្រើនដែលជួយសម្រួលដល់ការបន្តោងបង់ការពារទល់លាមកនិងទ្រទ្រង់សុខភាពពោះវៀនសម្រួលសម្ពាធឈាមនិងបេះដូងជាតិម៉ូតាខ្យូមនិងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែក្រូចជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានលំនឹងនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងថែរក្សាស្បែកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយផលិត Collagen ដែលជួយឲ្យស្បែកភ្លឺថ្លាការពារស្បែកពីការជ្រីងជ្រួញមុនអាយុផ្ដល់ជាតិទឹកនិងថាមពលទឹកក្រូចពោធិ៍សាត់មានរសជាតិឆ្ងាញ់បំបត្តិការស្រេកទឹកនិងផ្ដល់ថាមពលភ្លាមៗពីស្ករធម្មជាតិ 2. អត្ថប្រយោជន៍នៃផ្នែកផ្សេងៗនៃដើមក្រូចសម្បកផ្លែសម្បូរដោយប្រេងប្រអប់ធម្មជាតិអាចយកទៅធ្វើជាប្រេងក្រអូបបំបត្តិក្លិនអាក្រក់ដេញមូសឬប្រើប្រាស់ក្នុងឧស្សាហកម្មកែច្នៃគ្រឿងសម្អាងនិងឱសថស្លឹកនិងផ្កាក្នុងតម្រាលប្រពៃណីស្លឹកក្រូចអាចយកមកដាំទឹកក្តៅដើម្បីស្ពងបំបត្តិផ្ដាសាយឬបំបត្តិភាពតានតឹងរីឯផ្កាមានក្លិនក្រអូបប្រអប់សម្រាប់ទាក់ទាញសត្វល្អិតល្អៗដូចជាឃ្មុំឲ្យជួយមកបកប្រកបកសិកម្មដើមនិងមែកដើមដែលចាស់ឬកាត់មែកចេញអាចយកធ្វើជាអុសឬធ្វើជាជីធម្មជាតិបន្ទាប់ពីពុកផុយ 3. អត្ថប្រយោជន៍សេដ្ឋកិច្ចនិងបរិស្ថានប្រភពប្រាក់ចំណូលក្រូចពោធិ៍សាត់ជាផ្លែឈើអត្តសញ្ញាណជាតិខ្មែរមួយដ៏ពេញនិយមនៅកម្ពុជាដែលផ្ដល់ចំណូលខ្ពស់ដល់កសិករនិងអាជីវករកាត់បន្ថយការឡើងកម្ដៅការដាំដើមក្រូចជួយបង្កើតកម្រងបៃតងបញ្ចេញឧស្ម័នអុកស៊ីសែននិងស្រូបយកកាបូឌីអុកស៊ីតជួយដល់បរិស្ថានជុំវិញខ្លួន